31បូកនឹង25អញ្ចឹងដល់ពេលដែលយើងឃើញចំណុចនេះជំនាញដំបូងរបស់យើងត្រូវទៅឲ្យគាត់ហ្នឹងឲ្យស្គាល់តម្លៃលេខតាមខ្ទង់សិនហើយឲ្យគាត់មើលថាតើដើម្បីបូកបានយើងត្រូវធ្វើដូចម្តេចអញ្ចឹងជំនាញដំបូងរបស់យើងគឺត្រូវតែតម្រៀបលេខឲ្យត្រូវតាមខ្ទង់តម្រៀបលេខយ៉ាងដូចម្តេចអញ្ចឹងពេលដែលយើងតម្រៀបលេខជាប្រមាណពីឈរនេះគឺដេកណាអញ្ចឹងដល់ពេលយើងមកឈរយើងដាក់មក31បូកនឹងអញ្ចឹងយើងមើលលេខ5គឺនៅក្នុងរាយហើយលេខ1នៅក្នុងរាយដែរអញ្ចឹងយើងដាក់លេខ5ឲ្យត្រូវជាមួយនឹងក្នុងរាយ2ហើយ2នៅក្នុង10អញ្ចឹងយើងដាក់ឲ្យក្រោមទុក10ដូចនេះអញ្ចឹងនៅពេលដែលយើងដាក់ប្រមាណវិធីបូកបាននេះរួចយើងមើលថាតើគាត់សរសេរនេះត្រូវតាមខ្ទង់ហើយឬនៅបើគាត់សរសេរអត់ត្រូវខ្ទង់ទេយើងត្រូវកែតម្រូវគាត់យើងមិនអាចឲ្យគាត់សរសេរឧទាហរណ៍ថាសរសេរបែបនេះណាឧទាហរណ៍ថាសរសេរបែបនេះបាទអញ្ចឹងយើងថាទៅអាហ្នឹងក៏អត់បានគឺដើម្បីឲ្យជៀសវាងការខុសបាទអញ្ចឹងនៅពេលដែលគាត់សរសេរហើយយើងថាឥឡូវគាត់សរសេរត្រូវតាមខ្ទង់របស់គាត់ហើយស្អាតល្អហើយសូម្បីតែសញ្ញានេះក៏ចឹងដែរយើងសរសេរចំកណ្ដាលមកអញ្ចឹងដើម្បីបូកបានគឺយើងចាប់ដល់បូកពីខ្ទង់រាយមកមុនបាទពីលើចុះក្រោមអញ្ចឹងនៅពេលដែលយើងចាប់ដល់ធ្វើមកពីបូកយើងមើលទៅខ្ទង់រាយមុនអញ្ចឹងខ្ទង់រាយគឺមានលេខ1ក្នុងការបូកចំនួនឬក៏ដកចំនួនផ្សេងៗយើងត្រូវការប្រើប្រាស់សម្ភារៈឧបទេសជាមុនដើម្បីបង្ហាញឲ្យគាត់មើលអញ្ចឹងបើសិនជាយើងដឹងហើយឥឡូវលេខ1អញ្ចឹង1បូក5គឺស្មើ5ចម្លើយដូចគ្នាដែរគឺយើងត្រូវសរសេរឲ្យចំខ្ទង់រាយដូចគ្នាបន្ទាប់ពីការបូកខ្ទង់រាយរួចយើងចាប់តាមទៅមើលខ្ទង់10អញ្ចឹងខ្ទង់10របស់យើងគឺ3បូក2ស្មើ5អញ្ចឹងចម្លើយរបស់យើងគឺ56បើសិនជាគាត់សរសេរអត់ត្រូវខ្ទង់ទេគាត់បូកខុសដែរឧទាហរណ៍ថាបាត់នេះចឹងអញ្ចឹងបើគាត់ឃើញក៏ដាក់លេខ5 1បូក2 3លេខ2ហើយកុមារគាត់ងាយក្នុងការភ័ន្តច្រឡំណាស់អញ្ចឹងតើយើងបញ្ជាក់គាត់ហើយបញ្ជាក់ម្ដងទៀតនៅក្នុងការតម្រៀបលេខឲ្យត្រូវតាមខ្ទង់ឲ្យត្រូវតាមការបូករបស់យើងពីលើចុះក្រោមពីស្ដាំទៅឆ្វេងពីខ្ទង់រាយនឹងតាមខ្ទង់រាយខ្ទង់10តាមខ្ទង់10ជាមុនសិនទើបការបូកចំនួនរបស់យើងមានប្រសិទ្ធភាពផងដែរអញ្ចឹងវីដេអូនេះក៏ជាការចែកម្លែកមួយនៅក្នុងការប្រើប្រាស់នៃការបូកចំនួនងាយប៉ុន្តែក៏មានការភ័ន្តច្រឡំសម្រាប់ក្មេងៗតូចៗតែគាត់មិនទាន់បានរៀបចំនៅខ្ទង់បានត្រឹមត្រូវ